នៅខាងព្រៃវែងគេធ្វើស្រែមួយឆ្នាំ3 ដងនេះថតទេសភាពពេលព្រឹកមើលទឹកសើមមេឃចុះត្រជាក់ទឹកសើមធ្លាក់មកនៅតំបន់ព្រៃភ្នំនឹងល្ងាប៉ុណ្ណាដែរបងប្អូនកសិករគាត់បូមទឹកដាក់ស្រែសិនស្រូវបានថ្លៃវិញបាច់ទេត្រូវប៉ាន់នៅស្រូវអង្គរស្រុកយើងបានថោកបើយកពីគេមកបានថ្លៃ